បាទសូមអនុញ្ញាតគោរពនឹងជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាអតិថិជនដែលតែងតែគាំទ្ររាល់ការផ្សាយផ្ទាល់របស់ហាងលក់ម៉ូតូ Honda សៀនសជាទីមេត្រីបាទថ្ងៃនេះផងដែរវិលត្រឡប់មកជួបខ្ញុំបាទសៀនសុកទីដែលជាគ្រូបង្គោលប្រចាំហាងលក់ម៉ូតូសៀនសពីផ្នែកសុវត្ថិភាពបើកបរបាទជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទស្មានតារីជាប្រធានផ្នែកសុវត្ថិភាពបើកបរមកពីហាងលក់ម៉ូតូសៀនសនេះគ្នាបាទអូខេអញ្ចឹងថ្ងៃនេះផងដែរខ្ញុំបាទទាំងពីរនាក់ពិតជាមានសេចក្តីសូមរំរីករាយនិងមានកិត្តិយសខ្លាំងមែនទែនដែលបានធ្វើការ live ផ្ទាល់ម្ដងទៀតណាបាទក្រោមប្រធានបទរបស់យើងថ្ងៃនេះយើងនឹងលើកយកចម្ពោះទី1បាទមាត្រាទី4ការកំណត់និយមន័យនៃពាក្យដែលប្រើនៅក្នុងច្បាប់ចរាចរណ៍របស់យើងមានដូចជាយានជំនិះឬយានយន្តអ្នកប្រើប្រាស់ផ្លូវទម្ងន់ទទេរបស់យាននិងទម្ងន់ផ្ទុកអតិបរមារបស់យាននិងទំនិញបាទថ្ងៃនេះយើងមានការបកស្រាយទៅលើអត្ថន័យនៃពាក្យមួយចំនួនដែលខ្ញុំអានលើកឡើងមុនហ្នឹងណាបាទអញ្ចឹងយើងសួរសុខទុក្ខគ្នាសិនណាលោកគ្រូបាទសុខសប្បាយលោកគ្រូអន្តរីបាទសុខទុក្ខធម្មតាលោកគ្រូបាទហើយលោកគ្រូមិនដែរលោកគ្រូបាទសុខធម្មតាទេចំណែកពុកម៉ែបងប្អូនវិញបាទសុខទុក្ខយ៉ាងណាដែរបាទខានជួបគ្នាបាទជាមួយការផ្សាយផ្ទាល់យូរដែរបាទអញ្ចឹងមួយខែយើងបានជួបគ្នាតែម្ដងទេនៅក្នុងការផ្សាយផ្ទាល់ណានៅលើ page ហាងលក់ម៉ូតូ Honda សៀនសដូចថ្ងៃនេះអញ្ចឹងបាទអូខេនៅលើ page របស់យើងបាទហាងរបស់យើងគឺមានទីតាំងបាទស្ថិតនៅភូមិអូរិស័យ1ឃុំអូរិស័យសង្កាត់ក្រចេះក្រុងក្រចេះបាទគឺខេត្តក្រចេះតែម្ដងដើម្បីចែករំលែកនៅបទពិសោធន៍បាទចំណេះដឹងដើម្បីចូលរួមចំណែកក្នុងការផ្សាយផ្ទាល់លើកម្ពុជាការអប់រំការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងសុវត្ថិភាពក្នុងការបើកបរឲ្យកាន់តែទូលំទូលាយឲ្យបានដល់អតិថិជនទាំងអស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅមានកម្រិតទាបណាបាទនឹងឆ្លើយតបទៅនឹងផែនការទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍របស់រាជរដ្ឋាភិបាលផងដែរអញ្ចឹងយើងរួមចំណែកមួយនៅក្នុងការជួយបាទកាត់បន្ថយនៃគ្រោះថ្នាក់ចរាចរណ៍តាមការបកស្រាយក៏ដូចជាការបង្ហាញអំពីការផ្សាយផ្ទាល់ពីហាងលក់ម៉ូតូ Honda សៀនសនៅថ្ងៃនេះអញ្ចឹងបាទយើងចូលរួមទាំងអស់គ្នាបងប្អូនបាទហើយម្យ៉ាងវិញទៀតហាងរបស់យើងក៏មានលក់ម៉ូតូ Honda បាទសុទ្ធរបស់ក្រុមហ៊ុន NCX Honda បាទមានសេវាកម្មបង់រំលោះមានផ្នែកសេវាកម្មជួសជុលម៉ូតូបាទផ្នែកលក់គ្រឿងបន្លាស់និងផ្នែកសុវត្ថិភាពបើកបរបាទកំពុងតែផ្សាយផ្ទាល់ថ្ងៃនេះអញ្ចឹងហើយសម្រាប់បាទគ្រឿងបន្លាស់របស់យើងគឺជាគ្រឿងបន្លាស់សុទ្ធ original នាំចូលដល់ក្រុមហ៊ុន NCX Honda ជាងជួសជុលគឺជាងដែលមានជំនាញច្បាស់លាស់នៅក្នុងការជួសជុលម៉ូតូក៏ដូចជាវិនិច្ឆ័យកំហុសរបស់ម៉ូតូបាទចំគោលដៅអញ្ចឹងបងអាចអញ្ជើញយកម៉ូតូមកត្រួតពិនិត្យទទួលសេវាកម្មជួសជុលម៉ូតូបាននៅហាងរបស់យើងខ្ញុំទីតាំងដូចខ្ញុំបានជម្រាបជូននៅខាងលើមុនហ្នឹងណាបាទហើយជាមួយនឹងគ្រឿងបរិក្ខារស្តង់ដារនិងជាងដែលមានជំនាញដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងដើម្បីបម្រើតម្រូវការរបស់អតិថិជនទាំងអស់គ្នាយើងមុនចូលដល់ប្រធានបទបាទលោកសូមបន្ថែមបន្តិចជាមួយនឹងការបើកផ្លូវស្វ័យប្រវត្តិរបស់យើងណាដោយសារឥឡូវយើងទូលំទូលាយបាទទៅលើ AXO របស់យើងបាទ AXO មកពីពាក្យកាត់ដែលសំដៅទៅដល់ចង្គៀងបំភ្លឺដោយស្វ័យប្រវត្តិបាទអញ្ចឹងបានន័យថាចង្គៀងភ្លឺដោយស្វ័យប្រវត្តិនោះគឺនៅពេលដែលម៉ាស៊ីនផ្ដើមដំណើរការអាចនិយាយបានថាភ្លឺគ្រប់ពេលវេលាគ្រប់កលៈទេសៈបាទមិនថាពេលថ្ងៃឬក៏ពេលយប់បាទអញ្ចឹងហេតុនេះហើយ AXO ជាយន្តការមួយបង្កើនការមើលឃើញដើម្បីលើកកម្ពស់សុវត្ថិភាពណាហើយបាននឹងកំពុងដាក់ឲ្យដំណើរការស្របច្បាប់នៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរអញ្ចឹងសម្រាប់មកវិញការបើកភ្លើងពេលថ្ងៃធ្វើឲ្យអ្នកបើកបរឆាប់មើលឃើញមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការឆ្លើយតបភ្លាមៗក្នុងស្ថានភាពបើកបរនានាបាទបង្កើនការមើលឃើញគ្រប់ស្ថានភាពផ្លូវជួយកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវដទៃទៀតមើលឃើញយ៉ាងឆាប់រហ័សទាំងអ្នកបើកបរពីទីផ្ទុយទូស្របអ្នកថ្មើរជើងអ្នកជិះកង់និងអ្នកបើកបរដទៃទៀតផងដែរបង្កើនសុវត្ថិភាពជាងមុនពេលអាកាសធាតុប្រែប្រួលបាទដូចជាធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវដទៃទៀតនឹងមើលឃើញយ៉ាងឆាប់រហ័សបាទក្នុងស្ថានភាពអាកាសធាតុប្រែប្រួលដូចជាមេឃចុះអាបពេលភ្លៀងធ្លាក់អ្នកបើកបរពេលព្រឹកព្រលឹមឬថ្ងៃរៀបលិចគឺសរុបរួមមកវិញការបើកភ្លើងពេលថ្ងៃផ្ដល់នូវសុវត្ថិភាពជាងមុនបាទអរគុណលោកគ្រូដែលបានជួយបកស្រាយទៅលើ AXO របស់យើងបច្ចុប្បន្នយើងទូលំទូលាយហើយយើងមានច្រើន model ដែរណាដូចជា Scoopy PZX ឥឡូវយើងមានដល់ Click ថ្មីរបស់យើងក៏ប្រើប្រាស់នៅប្រព័ន្ធ AXO របស់យើងដែរបាទគឺទំនើបបាទបង្កើនសុវត្ថិភាពរបស់យើងអ្នកបើកបរដោយផ្ទាល់តែម្ដងបាទអរគុណខ្លាំងមែនតើអញ្ចឹងបងប្អូនពុកម៉ែទាំងអស់គ្នាបាទជួយ like និង share ទាំងអស់គ្នាដើម្បីចែករំលែកចំណេះដឹងតាក់ទងជាមួយនឹងប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះហើយខ្ញុំទាំងពីរនាក់នឹងព្យាយាមបកស្រាយនៅប្រធានបទរបស់យើងផងដែរមានចម្ងល់ទេបងអាចសួរបានណាអាច comment បានក្នុងការផ្សាយផ្ទាល់ថ្ងៃនេះបាទជាមួយប្រធានបទរបស់យើងអញ្ចឹងហាងលក់ម៉ូតូសៀនសរបស់យើងបាទតែងតែយកចិត្តទុកដាក់និងបារម្ភពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋណានិងគ្រប់អតិថិជនទាំងអស់ដែលបានអញ្ជើញមក
ទិញម៉ូតូពីហាងយើងខ្ញុំដោយមុននឹងយកម៉ូតូទៅប្រើប្រាស់ឬជិះតាមផ្លូវសាធារណៈយើងក៏មានការបញ្យល់ណែនាំអំពីច្បាប់ចរាចរណ៍សុវត្ថិភាព10ប្រការទៅកាន់គាត់ផងដែរបាទគឺមានការ live ផ្ទាល់តាក់ទងជាមួយនឹងច្បាប់ចរាចរណ៍ជារៀងរាល់ខែដូចយើងខ្ញុំទាំងពីរអ្នកកំពុងតែផ្សាយផ្ទាល់ថ្ងៃនេះអញ្ចឹងដើម្បីចែករំលែកនូវបទពិសោធន៍ចំណេះដឹងការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកនិងសុវត្ថិភាពក្នុងការបើកបរឲ្យកាន់តែទូលំទូលាយឲ្យបានដល់អតិថិជនទាំងអស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសរបស់យើងឲ្យនៅកម្រិតទាបបាទបើសិនជាអាចមិនមានតែកាន់តែល្អបាទចូលរួមអនុវត្តនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាបាទអូខេបាទអញ្ចឹងគណៈពេលនេះផងដែរខ្ញុំសូមអនុញ្ញាតឲ្យយើងខ្ញុំទាំងពីរនាក់បាទបញ្យល់បកស្រាយតាក់ទងជាមួយប្រធានបទរបស់យើងតែម្ដងទៅជំពូកទី1មាត្រាទី4ការកំណត់និយមន័យនៃពាក្យដែលប្រើក្នុងច្បាប់ចរាចរណ៍ចូលបញ្យល់ពាក្យយានជំនិះយានយន្តអ្នកប្រើប្រាស់ផ្លូវទម្ងន់ទទេរបស់យាននិងទម្ងន់ផ្ទុកអតិបរមារបស់យាននិងទំនិញបាទមានច្រើនណាបាទអញ្ចឹងតាមឡានស្ដាប់មួយទស្សនាមួយដើម្បីជាចំណេះដឹងមួយចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់បាទប្រធានបទរបស់យើងគឺយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកបាទលេខជំពូកទី1មាត្រាទី4បាទអញ្ចឹងខ្ញុំសូមចូលដល់ចំណុចទី1ណាបាទយានជំនិះឬយានបាទសំដៅដល់យានសម្រាប់ដឹកមនុស្សទំនិញលើផ្លូវឬសម្រាប់សណ្ដោងឬត្រូវគេសណ្ដោងទោះមានឬគ្មានម៉ាស៊ីនបាទតោះហ្នឹងណាបាទតើយានជំនិះបងប្អូនបាទយានជំនិះឬយានបាទមានអត្ថន័យដូចខ្ញុំបានរៀបរាប់នៅខាងដើមមុនហ្នឹងអញ្ចឹងសំដៅដល់យានសម្រាប់ដឹកមនុស្សទំនិញលើផ្លូវសម្រាប់សណ្ដោងឬត្រូវគេសណ្ដោងទោះមានឬគ្មានម៉ាស៊ីនបាទហើយពីរយានយន្តសំដៅដល់យានគ្រប់ប្រភេទលោកគ្រូបាទដែលធ្វើចរាចរណ៍ដោយម៉ាស៊ីននៅលើផ្លូវបាទដូចជាឡានម៉ូតូបាទម៉ូតូអគ្គិសនីឡានអគ្គិសនីបាទអាហ្នឹងក៏គេសំដៅដល់យានយន្តគ្រប់ប្រភេទបាទមានច្រើនទៀតបាទខ្ញុំសូមឧទាហរណ៍តែពីរទេណាបាទអញ្ចឹងអ្នកប្រើប្រាស់ផ្លូវបាទសំដៅដល់អ្នកបើកបរអ្នកថ្មើរជើងដែលធ្វើដំណើរលើផ្លូវសូម្បីតែយើងដើរលើផ្លូវលើគំនូសថ្មើរជើងហ្នឹងក៏យើងចាត់ទុកថាអ្នកប្រើប្រាស់ផ្លូវដែរព្រោះយើងដើរនៅលើផ្លូវណាបាទហើយអ្នកបើកបរថ្មើរជើងហ្នឹងគឺសំដៅដល់អ្នកប្រើប្រាស់ផ្លូវតើលោកគ្រូអញ្ចឹងទម្ងន់ទទេរបស់យានយន្តវិញសំដៅដល់ទម្ងន់របស់យានដែលគ្មានមនុស្សឬគ្មានតំណែងប៉ុន្តែមានប្រេងឥន្ធនៈបាទសម្រាប់ផ្ដល់ឲ្យយានមានឧបករណ៍ជួសជុលនិងកង់បំរុងបាទបើសិនជាម៉ូតូរបស់យើងគឺយើងមានភ្ជាប់ជាមួយនឹងសោឈុតណាបាទអាហ្នឹងហើយយើងហៅថាទម្ងន់ទទេរបស់យានគឺបូកអស់ចូលហ្មងបាទគាត់យើងដកទម្ងន់ផ្ទុកបងប្អូនច្រឡំបាទផ្សេងទៅតាមយានយន្តដូចជាឡានអីគឺមានដាក់ទម្ងន់ប៉ុន្មានតោនហ្នឹងណាបាទម៉ូតូរបស់យើងនេះទម្ងន់ម៉ូតូឧទាហរណ៍ដូចជាអសង្ឃរបស់យើងគឺ98គីឡូបាទទម្ងន់របស់យានយន្តទទេបាទទម្ងន់ទទេឧទាហរណ៍ទេហើយទម្ងន់ផ្ទុករបស់គេគឺបាន100គីឡូជាងបាទជា120បាទអូខេអញ្ចឹងចំណុចទី5បាទទម្ងន់ផ្ទុកអតិបរមារបស់យានសំដៅដល់ផលបូកសរុបទម្ងន់ទទេរបស់យានមួយនិងទម្ងន់ផ្ទុកអតិបរមារបស់យានប្រសិនបើយានមានសណ្ដោងទម្ងន់សរុបអតិបរមាយានគឺផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗបាទមានន័យថាម៉ូតូរបស់យើងមានទម្ងន់ប៉ុន្មាន100បាទជាងឧទាហរណ៍190សោះបាទ190គីឡូយើងបូកជាមួយនឹងទម្ងន់ដែលយើងផ្ទុក90គីឡូទៀតអញ្ចឹងវាឡើង280គីឡូបាទអញ្ចឹងមានន័យអញ្ចឹងអូខេអញ្ចឹងជួយ like ជួយ share ទាំងអស់គ្នាបងប្អូនបាទដើម្បីចែករំលែកនៅប្រធានបទរបស់យើងនៅថ្ងៃនេះផងដែរអញ្ចឹងតិចទៀតខ្ញុំនឹងចូលដល់ចំណុចទី6បាទមុននឹងឈានដល់ចំណុចទី6បាទខ្ញុំសូមណែនាំពុកម៉ែបងប្អូនទាំងអស់គ្នាបាទបើសិនជាមានបំណងចង់ផ្លាស់ប្ដូរម៉ូតូគ្រប់ model គ្រប់ series បាទមកថាម៉ូតូចង្កឹះលេខបាទម៉ូតូអូតូបាទគឺយើងមានគ្រប់តម្រូវការរបស់បងប្អូនបាទចំពោះសេវាកម្មបង់រំលោះវិញគឺយើងបង់រំលោះក៏មានដែរជាមួយនឹងសេវាកម្មរហ័សបាទឯកសារងាយស្រួលទេបងប្អូនបាទជាមួយនឹងអត្រាការប្រាក់សមរម្យបាទអញ្ចឹងបងប្អូនអាចអញ្ជើញដាក់ពាក្យស្នើសុំបង់រំលោះម៉ូតូបាននៅហាងលក់ម៉ូតូសៀនសយើងខ្ញុំអ្វីដែលពិសេសយើងមានសេវាកម្មជួសជុលម៉ូតូបាទជាងជួសជុលរបស់យើងគឺប្រកបដោយវិជ្ជាជីវៈបាទនិងមានជំនាញច្បាស់លាស់នៅក្នុងការជួសជុលម៉ូតូគ្រឿងបន្លាស់វិញគឺជាគ្រឿងបន្លាស់សុទ្ធ original នាំចូលដល់ក្រុមហ៊ុន NC Honda បាទអញ្ចឹងបងប្អូនអាចជឿជាក់និងមានទំនុកចិត្តបានរាល់ពេលដែលបងប្អូនអញ្ជើញមកធ្វើសេវាកម្មនៅខាងហាងលក់ម៉ូតូសៀនសយើងខ្ញុំអូខេអញ្ចឹងដល់ចំណុចទី6បាទចំណុចទី6គឺទំនិញសំដៅដល់សម្ភារៈវត្ថុដី
ថ្មគ្រោះខ្សាច់ព្រៃអន្តរជាតិសត្វនិងវត្ថុផ្សេងៗទៀតដែលដឹកជញ្ជូនតាមយានជំនិះបាទមានន័យថាបើសិនជាយើងដឹកបន្លែដឹកអីហ្នឹងគេហៅថាទំនិញដូចគ្នាមែនទេគ្រូបាទយើងដាក់សម្ភារៈអីនៅលើម៉ូតូរបស់យើងអាហ្នឹងហៅថាទំនិញបាទអូខេអញ្ចឹងបងប្អូនមានអីឆ្ងល់អាច comment សួរបានណានៅក្នុងការផ្សាយផ្ទាល់នៅថ្ងៃនេះបាទយើងជួបគ្នាមិនយូរប្រហែលទេណាពេលវេលាយើងរៀងខ្លីដែរអញ្ចឹងបងមានចម្ងល់ក៏ដូចជាសំណួរផ្សេងៗអាចចូលរួម comment បានឬក៏អញ្ជើញមកហាងលំតូសៀនសបានដើម្បីប្រឹក្សាយោបល់ផ្សេងៗណាប្រើប្រាស់សេវាកម្មមួយណាក៏បានដែរដូចខ្ញុំជំរាបខាងដើមអញ្ចឹងហើយចំពោះទីតាំងរបស់យើងងាយស្រួលរកទេបងប្អូនបាទគឺនៅសង្កាត់បាទអូរស័យក្រុងកញ្ចេះខេត្តកញ្ចេះរបស់យើងងាយស្រួលរកមួយទៀតគឺនៅទល់មុខនគររាជវរហាត់ខេត្តកញ្ចេះបាទមានចម្ងាយពីស្ពានសរបស់យើងហ្នឹងប្រហែលជា99ម៉ែត្រទេបាទឬក៏បងអាចតាក់ទងតាមរយៈលេខទូរស័ព្ទបាទ031 3131និង529បាទមួយខ្សែទៀត097លេខ6 69 បាទអរគុណបាទយើងការផ្សាយផ្ទាល់របស់យើងចិត្តខិតចិត្តមកដល់ទីបញ្ចប់ហើយខ្ញុំអត់ពីនេះក៏សូមសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបបាទចូលរួមកែប្រែអេរិយាបថដល់យកចិត្តទុកដាក់ថែរក្សាយុវជីវិតរបស់អ្នកក្រុមគ្រួសារនិងញាតិមិត្តតាមរយៈការចូលរួមលើកកម្ពស់សុវត្ថិភាពបើកបរដែលមានការគោរពនិងអនុវត្តច្បាប់សម្ដៅដល់ការបង្ការការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបាទអញ្ចឹងមិនថាក្លាក់សាក់បែបណាទេគឺសូមពុកម៉ែបងប្អូនឬក៏អ្នកប្រើប្រាស់ផ្លូវចូលរួមមកការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយការគោរពច្បាប់ការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកបាទនៅលើដងផ្លូវអញ្ចឹងគ្រប់កលៈទេសៈទាំងអស់គឺយើងត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកបាទអញ្ចឹងសម្រាប់ការបើកបររបស់យើងបើសិនជាយើងមានការយោគយល់អធ្យាស្រ័យគ្នាបើកបរដែលមានការប្រុងប្រយ័ត្នបើកបរដោយគោរពច្បាប់ចរាចរណ៍បាទនោះយើងនឹងទទួលបានមកវិញគឺការមិនបង្កឲ្យមានគ្រោះថ្នាក់បាទកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឬក៏គ្មានតែម្ដងបើសិនជាយើងអនុវត្តបានខ្ជាប់ខ្ជួនណាបាទអញ្ចឹងចូលរួមទាំងអស់គ្នាបងប្អូនបាទផ្ដើមចេញពីយើងហ្នឹងហើយបាទជាអ្នកបើកបរយានអញ្ចឹងមុននឹងយើងបើកបរយើងត្រូវត្រួតពិនិត្យម៉ូតូបាទក៏ដូចជាយានយន្តរបស់យើងបាទមុននឹងយើងបើកបរក៏ដូចជាបំពាក់នៅគ្រឿងបរិក្ខារមួយចំនួនដូចជាកញ្ចក់បាទមួកសុវត្ថិភាពស្លាកលេខម៉ូតូក៏ដូចជាត្រួតពិនិត្យយានយន្តនៅផ្ទាល់ដើម្បីសុវត្ថិភាពរបស់យើងការធ្វើដំណើររបស់យើងគឺទទួលបានសុវត្ថិភាពដូចគ្នាដែរអូខេអញ្ចឹងជាចុងក្រោយខ្ញុំបានទាំងពីរនាក់នឹងបញ្ចប់នៃការផ្សាយផ្ទាល់បន្តិចទៀតនេះអញ្ចឹងបងប្អូនបាទមានចម្ងល់ដូចជាសំណួរអីផ្សេងក៏ដូចជាចង់បានសេវាកម្មអាចជួយមកហាងលំតូសៀនសបានណាបាទទៀមសំណួរមកបើសិនជា comment អត់តអីអាចយកសំណួរមកសួរបាននៅហាងបាទនេះគ្រូបាទអរគុណខ្លាំងមែនតើបាទអូខេអញ្ចឹងជាចុងក្រោយខ្ញុំបានទាំងពីរនាក់បាទសូមអរគុណដល់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាការផ្សាយផ្ទាល់របស់ហាងលក់ម៉ូតូសៀនសរបស់យើងខ្ញុំនៅថ្ងៃនេះហើយក៏សូមអភ័យទោសរាល់កំហុសឆ្គងដែលខ្ញុំបាទទាំងពីរនាក់និយាយទៅបាទបកស្រាយមិនទាន់ត្រឹមត្រូវឬក៏មានការលឺលួសខ្វះខាតដោយអចេតនាណាមួយនោះបាទសូមអនុគ្រោះនិងអភ័យទោសផងដែរសូមគោរពជូនពរបាទដល់ពុកម៉ែបងប្អូននិងអតិថិជនទាំងអស់បាទសូមជួបប្រទះតែវិបុលសុខភាពល្អនិងសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅទីចិត្តទីឆ្ងាយបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅក្នុងការផ្សាយផ្ទាល់ខែក្រោយទៀតបាទហើយ